ខ្ញុំមាន CV2 ឲ្យអ្នកគ្នាជ្រើសរើសមួយណាដែលអ្នកគ្នាគួរជ្រើសរើសហើយមួយណាដែលមិនគួរជ្រើសរើសអូខេអ្នកគ្នាឥឡូវយើង compare CV2 រវាង CV ទី1ទី2អ្នកគ្នាគួរជ្រើសរើសយកមួយណាកាលនេះខ្ញុំ search នៅក្នុង Canva ចឹងខ្ញុំគិតថាអ្នកគ្នាភាគច្រើនប្រហែលជា select យក CV អាបបួបែបនេះឯងគេមើលទៅស្អាតមើលទៅ cool មើលទៅលយហើយអ្នកគ្នាប្រហែលជាអត់យក CV ពួចទេសម្រាប់អ្នកជ្រើសរើសបុគ្គលិកពួក recruiter ពីច្រើនគេបើក្រុមហ៊ុនគេធំមកគេប្រើ Amazon Scan អ្នកគ្នាអញ្ចឹងអាពួក CV អញ្ចេះធៀបចោលឲ្យពិបាកមើលវាមាន blocks វាមាន box វាមាន tag អញញ៉ៃច្រើនអញ្ចឹង Amazon វា scan តែ tag ទេអ្នកគ្នាប្រភេទ CV បែបចេះគឺ professional ជាងអូខេមានឈ្មោះមាន summary លក្ខណៈស្រួលមើលលក្ខណៈមើលទៅរឿង classic ប៉ុន្តែវាប្រសិទ្ធភាពជាងអូខេអញ្ចឹងពីមុន CV ខ្ញុំធ្វើបែបនេះអ្នកគ្នាមើលទៅគិតថាលយតែតាមពិតអ្នកដែលគេចេះជ្រើសរើសបុគ្គលិកក្រុមហ៊ុនគេធំគេអត់យកទេពួក CV បែបនេះគេខ្ញុំឲ្យមើល CV របស់ខ្ញុំគេខ្ញុំទើប update ខ្ញុំ update ទៅជា CV បែបនេះវិញមើលទៅលក្ខណៈ clean ងាយស្រួលមើលអូខេនិយាយរួមវាផ្អែកទៅលើភាពស្អាតភាពងាយស្រួលមើលគេហើយខ្ញុំមើលវីដេអូនៅលើ YouTube មាន channel មួយចំនួនគឺគេ recommend ពពួក CV បែបនេះអ្នកគ្នាដូចដែលអ្នកគ្នាឃើញអញ្ចឹងអូខេ recommend CV បែបនេះបែបចេះគេធៀបចោលគេ recommend ទេដោយសារតែទី1ក្រុមហ៊ុនធំវាប្រើ Amazon Scan ទី2អាហ្នឹងខ្ញុំគិតថាអាចតទៅនឹង Amazon ដែរអូខេហើយតទៅនឹងការ design គេអត់ផ្អែកទៅលើ fancy មកភាពលយឆាយនៃរបស់ដែលអ្នកគ្នាមានទេគេផ្អែកទៅលើភាពងាយស្រួលមើលភាពច្បាស់លាស់អីដែលយើងមានអូខេនេះ CV អស់ហ្នឹងអ្នកគ្នាអាចរកបាននៅលើ Canva អូខេអ្នកអញ្ចឹងយើងដឹងហើយមូលហេតុបានអីអាមួយនេះវា pro អាមួយនេះអត់ pro អត់បងលុយអានេះបងលុយដោយសារតែអាមួយនេះវា professional ជាងអូខេខ្ញុំសង្ឃឹមថាអ្នកគ្នាយល់បន្ទាប់ពីមើលវីដេអូនេះហើយអ្នកគ្នានឹងចេះពីរបៀបធ្វើ CV ឲ្យវាមានប្រសិទ្ធភាពជាងមុនអត់ផ្អែកទៅលើមើលទៅ cool មើលទៅ fancy មើលទៅលយតែវាអត់មានប្រសិទ្ធភាពទេនៅកន្លែងការងារគេអញ្ចឹងវីដេអូនោះមានតែប៉ុណ្្នឹងទេបើសិនមកអ្នកគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយចុច like ចុច follow ដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំអូខេ